អ្នកខ្លះថាស្នេហ៍គ្រាដំបងស្រស់ស្អាតដូចជាមេអំបានទន់ភ្លិនស្រស់បំប្រងនិងបរិសុទ្ធតែក៏ភ័យស្រួយខ្លាំងគ្រាន់តែប៉ះថ្នមវាអាចនឹងហៅទៅបាត់ជារៀងរហូត ខ្ញុំឈ្មោះអានធាន ខ្ញុំឈ្មោះធានអាន ធានអានជាគូប្រេងតែម្ដង គូប្រត់ស្អី ឯនេះស្ទើរភ្លើងមែនតើយើងចាត់ការ អាពួកជាងភ្លើងរកចាត់ នៅក្នុងស្រុកនេះគ្មានអ្នកណាល្អដូចគេនោះទេកុំរើសច្រើនពេក តែស្អែកនៅឃុំមានរៀបចំជប់លេងជាលក្ខណៈគ្រួសារចេញទៅដើរលេងសប្បាយនឹងគេខ្លះ អ ទៅ ត់ទេមានការងារច្រើនត្រូវធ្វើ អើយដាច់ភ្លើងហី វាដាច់តែអញ្ចឹងឯង ឆ្នាំ90ហើយវើយគេបើកចំហហើយឯងគួរតែបើកមាត់ថៅគេដែរទៅ បើអូនយល់ព្រមបងចង់ទៅព្រះវិហារជាមួយអូនពេលនេះរហូតដល់ចាស់កោងខ្នងឃើញស្នាមញញឹមរបស់អូនបងអស់ចិត្តហើយអូនរីករាយបងក៏រីករាយដែរ ម៉ែសួរគេជឿកាតូលិកអត់ឆ្លើយ អានមានបញ្ហាអីអូនត្រូវតែនិយាយប្រាប់បងណាអាន បាយនៅទីនេះឯងចង់មើលថៃនេះយ៉ាងម៉េច ខ្ញុំដឹងថានៅក្នុងការភ្លេងមីងខ្ញុំជាមនុស្សអត់បានការតែសូមមេត្តាផ្ដល់ឱកាសខ្ញុំបញ្ជាក់ផង បញ្ជាក់ពីស្អីឯងចិញ្ចឹមខ្លួនមកចង់រួចផងខ្ញុំមិនបានទេ អូនធ្វើបែបនេះមិនដែរអូនកាន់តែស្អប់បងណា អូនធ្វើអីខុសអូនកំពុងការពារស្នេហាយើង បើបែបនេះគឺជាវិធីការពារស្នេហារបស់យើងបងមិនចង់បានទេ ព្រះច័ន្ទលេបព្រះអាទិត្យហើយអាយសានពិភពលោកហើយ អាន ហើយចង់សងគុណម៉ែបែបនេះបែបទេ គ្រប់យ៉ាងជាបំណងរបស់ព្រះ